សូមស្វាគមន៍ជាថ្មីម្ដងទៀតមកកម្មវិធីរបស់នាងខ្ញុំពាក់ព័ន្ធជាមួយនឹងការដាក់ពណ៌ឬក៏ដាក់ color នៅពីខាងក្រោយរូបភាពអញ្ចឹងយើងទាំងអស់គ្នាយើងចូលទៅទាំង poster ដែលយើងបង្កើតជាថ្មីម្ដងទៀតបន្ទាប់មកយើងគូរវាចេញហ្នឹងហើយយើងទាញវាចឹងមកហើយនៅកន្លែងហ្នឹងផងដែរវាលូតចេញជាពណ៌ផ្កាឈូកហើយយើងចូលទៅកម្មវិធីខាងលើដើម្បីរៀបចំនៅក្នុងការដាក់ color អញ្ចឹងបងប្អូនទាំងអស់គ្នាយើងចូលទៅfill នៅក្នុង fill នេះហើយទន្ទឹមនេះផងដែរយើងមើល layer របស់វាសិនពួកអីរូបភាពនេះគឺយើងដាក់ពីខាងលើអញ្ចឹងយើងទាញវា layer របស់វាដាក់ទៅខាងក្រោមវិញចា៎នៅក្នុងនោះផងដែរយើងចូលទៅដាក់ fill ហើយយើងបិទ fill វាចេញហើយយើងដូរទៅជា color ពណ៌ខៀវវិញអញ្ចឹងយើងដូរពណ៌របស់វាហើយនៅពេលដែលយើងទៅដូរពណ៌យើងមើលថាយើងចង់បានពណ៌អីទៅលើខាងក្រោយរូបភាពនឹងចង់បានពណ៌ខៀវយើងចុច OK មកនៅពេលដែលយើងទទួលបានពណ៌ខៀវហើយយើងបិទ stroke វាចោលទៅកុំឲ្យវានៅ stroke ព្រៀងអញ្ញៃអញ្ចឹងណាចាហ្នឹងហើយយើងបិទ stroke មកនៅពេលដែលយើងបិទ stroke រួចរាល់ហើយអ្នកទាំងអស់គ្នាឃើញមុំកែងទាំងអស់នេះនៅពេលដែលយើងឃើញមុំកែងហ្នឹងគឺជាការទាញចេញឬក៏ទាញចូលនៃផ្ទាំងពីខាងក្រោយហ្នឹងខ្ញុំទាញជាឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាមើលចាហ្នឹងហើយអញ្ចឹងយើងឃើញពណ៌សអានេះយើងអាចស្រង់តាមការចង់បានរបស់យើងទាញវាឡើងមកលើវិញមកទាញវាឲ្យចេញជាជ្រុងហ្នឹងហើយអូខេអរគុណច្រើនជំរាបលាទាំងអស់គ្នា